បាទថ្ងៃនេះយើងសិក្សាប្រភេទប្រធានអត្ថាធិប្បាយប្រៀបធៀបណាជាប្រភេទប្រធានគំរូសម្រាប់បងប្អូនយើងរៀនសូត្រមើលពីរបៀបសរសេរយកទៅសរសេរប្រឡងណាបងប្អូនបាទហើយនេះគឺជាប្រធានគំរូនៅក្នុងថ្នាក់វិទ្យាសាស្ត្រសង្គមអញ្ចឹងណាបងប្អូនអញ្ចឹងយើងមើលប្រធានទាំងអស់គ្នាបាទប្រធានចូលអ្នកប្រៀបធៀបខ្សែជីវិតតួអង្គហំក្នុងរឿងថ្ងៃចិត្តចោលនិងខ្សែជីវិតតួអង្គសំក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់តើមានចំណុចដូចគ្នានិងខុសគ្នាយ៉ាងណាខ្លះចឹងខ្ញុំចង់ឲ្យបងប្អូនយើងចាប់អារម្មណ៍លើចំណុចសំខាន់2នៅក្នុងប្រធានប្រៀបធៀបទី1ប្រភេទប្រធានប្រៀបធៀបគេច្រើនឲ្យយើងប្រៀបធៀបតួអង្គណាតួអង្គនៅក្នុងរឿងភាគច្រើនណាប្រធានភាគច្រើនគឺប្រៀបធៀបតួអង្គក្នុងរឿងពីរផ្សេងគ្នាអញ្ចឹងទៅចំណុចទី2គឺនៅក្នុងប្រភេទប្រធានបែបប្រៀបធៀបបងប្អូនត្រូវចាប់អារម្មណ៍សំខាន់ទៅលើចំណុចដែលគេចោទសួរនេះតើមានចំណុចដូចគ្នានិងខុសគ្នាសំខាន់ណាស់កន្លែងហ្នឹងណាបងប្អូនពីចំណុចហ្នឹងយើងត្រូវចំណាំទុកអាហ្នឹងជាអត្តសញ្ញាណរបស់សំណេរប្រៀបធៀបតែម្ដងអញ្ចឹងយើងសរសេរឲ្យបានល្អលុះត្រាតែយើងរកឲ្យឃើញចំណុចដូចគ្នាតើពូហំហើយនឹងតួអង្គសំគាត់មានចំណុចដូចគ្នាកន្លែងណាខ្លះយើងរកឲ្យឃើញបន្ទាប់មកយើងត្រូវរកឲ្យឃើញពីចំណុចខុសគ្នាហើយកន្លែងខុសគ្នានេះគេញែកដាច់ពីគ្នាណាបងប្អូនគេអត់និយាយចូលគ្នាទេសូមបញ្ជាក់ណាអញ្ចឹងគេនិយាយតួអង្គបាទពូហំមុនតួអង្គហំតើតួអង្គហំនេះតួអង្គហំនឹងមានចំណុចខុសពីសំតើណាខ្លះបន្ទាប់មកបានគេចូលតួអង្គសំចឹងតើតួអង្គសំមានចំណុចខុសពីតួអង្គហំនឹងយ៉ាងណាខ្លះចឹងណាបងប្អូនហើយចំណុចខុសគ្នានេះបងប្អូនត្រូវតែច្បាស់លាស់ណាបាទបើសិនជាតួអង្គហំគាត់មានចំណុចមួយហ្នឹងតួអង្គសំច្បាស់ជាមិនមានចំណុចហ្នឹងទេកាលណាបើហំមានចំណុចហ្នឹងសំមានចំណុចហ្នឹងដែរបងប្អូនត្រូវយកមកនិយាយកន្លែងដូចគ្នានេះចាំទុកណាបងប្អូនចំណុចខុសគ្នាគឺជាចំណុចដែលតួអង្គទាំងពីរមិនមានរៀងខ្លួនពូហំគាត់មានចំណុចហ្នឹងសំអត់មានដល់ទៅពេលសំមានចំណុចហ្នឹងពូហំអត់មានវិញគឺត្រូវតែដើរផ្ទុយគ្នាអញ្ចឹងបានគេហៅថាចំណុចខុសគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងត្រឡប់មកវិញបងប្អូនត្រូវចាំថាប្រភេទសំណេរប្រៀបធៀបទោះគេមិនដាក់ឲ្យយើងពាក្យប្រៀបធៀបនេះក៏ដោយប៉ុន្តែយើងត្រូវចាំថាតែងតែលេចឡើងនៅតួអង្គពីរហើយគេឲ្យយើងរកចំណុចដូចគ្នានៃតួអង្គហ្នឹងហើយនឹងចំណុចខុសគ្នានៃតួអង្គហ្នឹងចំណុចដែលបងប្អូនត្រូវចាំសំខាន់ទៀតនោះគឺកាលណានិយាយអំពីចំណុចដូចគ្នាបងប្អូនត្រូវនិយាយមានន័យថាឲ្យគេឃើញថាទាំងហំទាំងសំគឺមានចំណុចហ្នឹងដូចគ្នាដល់ទៅពេលចំណុចខុសគ្នាបងប្អូនញែកតួអង្គទាំងពីរហ្នឹងចេញពីគ្នាបាទតួអង្គហំផ្សេងតួអង្គសំផ្សេងតួអង្គហំមានចំណុចហ្នឹងតួអង្គសំមិនមានទេតួអង្គសំមានចំណុចហ្នឹងតួអង្គហំគ្មានចំណុចហ្នឹងទេអាហ្នឹងបានគេហៅថាលក្ខណៈខុសប្រៀបដូចពណ៌សនិងពណ៌ខ្មៅអញ្ចឹងវាត្រូវតែខុសគ្នាអញ្ចឹងបើសូម្បីតែយើងយកពណ៌ខ្មៅជាមួយពណ៌ប្រផេះក៏វាអត់សូវត្រូវដែរដោយសារអីវាស្តៀងគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងសូមបញ្ជាក់បងប្អូនកន្លែងហ្នឹងឲ្យច្បាស់ណាបាទតោះឥឡូវយើងមើលនៅក្នុងគម្រោងតែងចំពោះលំនាំបញ្ហាយើងចុះបន្តណាបងប្អូនបាទហើយគេឲ្យលំនាំបញ្ហាគេឲ្យ7ពិន្ទុគួរសមដែរបងប្អូនអញ្ចឹងយើងមើលទាំងអស់គ្នាគេសរសេរថាបើនិយាយពីដំណើរជីវិតរបស់មនុស្សក្នុងโลกយើងនេះបាទមានច្រើនបែបច្រើនយ៉ាងដោយបុគ្គលខ្លះពុះពៀនឹងជីវិតតែបន្តិចបន្តួចក៏មានជីវភាពល្អប្រណិតឬក៏ល្អប្រសើររស់ក្នុងស្ថានភាពស្ដុកស្ដំរីឯបុគ្គលខ្លះទៀតខិតខំស្រវាស្រទិញបាទខំត្រាញនានាតែម្ដងព្យាយាមថ្ងៃយប់ប្រឈមបញ្ហាក្នុងជីវិតគ្រប់បែបយ៉ាងតែជីវភាពបែរជាលំបាកតោកយ៉ាក់ស្ទើរគ្មានសេចក្តីសុខក្នុងជីវិតខ្លួនទៅវិញបាទអញ្ចឹងយើងឃើញលំនាំបញ្ហានេះគឺគេមិនសរសេរក្នុងន័យអក្សរសិល្ប៍ទេណាគេសរសេរពីទស្សនវិជ្ជាសង្គមមនុស្សទូទៅជីវិតមនុស្សទូទៅគឺបែបហ្នឹងអ្នកខ្លះគេខំល្មមតែជីវិតគេប្រសើរអ្នកខ្លះខំស្ទើរតែស្លាប់ខ្លួនប៉ុន្តែនៅតែលំបាកអញ្ចឹងណាគេសរសេរក្នុងន័យអញ្ចឹងបន្ទាប់មកតើគេភ្ជាប់ប្រធានយើងបែបម៉េចឲ្យយើងប្រៀបធៀបតួខ្សែជីវិតហំនិងខ្សែជីវិតសំនេះតើគេភ្ជាប់ចូលដូចម៉េចអញ្ចឹងបងប្អូនយើងមើលចំណូលបញ្ហាយ៉ាងនេះហើយទៅជុំវិញនៃដំណើរជីវិតរបស់មនុស្សនេះនៅក្នុងរឿងតកែចិត្តចោលនិងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បាទអ្នកនិពន្ធក៏បានឆ្លុះបញ្ចាំងពីខ្សែជីវិតតួអង្គហំនិងតួអង្គសំមកបង្ហាញដល់អ្នកអាននិងអ្នកសិក្សាផងដែរអញ្ចឹងយើងឃើញគេភ្ជាប់ចូលរឿងតកែចិត្តចោលរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ហើយបានគេទាញតួអង្គហំទាញតួអង្គសំចូលបាទតើខ្សែជីវិតអ្នកទាំងពីរបែបម៉េចខ្លះបាទអញ្ចឹងយើងអាចធ្វើលំនាំអញ្ចឹងទាញប្រធានចូលអញ្ចឹងក៏បានតាមគំរូបនសភៅតែបើបងប្អូនយើងចង់ធ្វើលំនាំផ្សេងពីហ្នឹងក៏បានដែរបាទយើងធ្វើលំនាំផ្សេងពីហ្នឹងគឺយើងអាចសរសេរក្នុងន័យអក្សរសិល្ប៍តែម្ដងក៏បានដែរណាយើងសរសេរក្នុងន័យអក្សរសិល្ប៍ក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍រឿងតកែចិត្តចោលនិងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់យើងចាប់អារម្មណ៍ទៅលើបាទទៅដំណើរជីវិតយើងមិនប្រើខ្សែជីវិតទេយើងថាដំណើរជីវិតរបស់តួអង្គពីរគឺតួអង្គហំនិងតួអង្គសំដែលខ្សែជីវិតឬក៏សំដៅដែលដំណើរជីវិតបាទរបស់តួអង្គទាំងពីរនេះមានចំណុចបាទដូចគ្នានឹងចំណុចខុសគ្នាមួយចំនួនផងដែរបាទអញ្ចឹងមកយើងសេប៉ុណ្ណឹងក៏បានដែរណាប៉ុណ្ណឹងក៏បានដែរយើងអាចលើកប្រធានចូលបានហើយបាទយើងលើកប្រធានចូលយើងលើកថាម៉េចបាទដោយមើលឃើញដូចបានរៀបរាប់ខាងលើនេះហើយទើបមានប្រធានមួយឬក៏ទើបប្រធានបានឲ្យយើងធ្វើការប្រៀបធៀបបាទខ្សែជីវិតតួអង្គហំក្នុងរឿងតកែចិត្តចោលនិងខ្សែជីវិតតួអង្គសំក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ អ
ចឹងចង់បញ្ជាក់ជូនបងប្អូនថាលំនាំបញ្ហាគេមានវិធីជំរើសច្រើននៅក្នុងការសរសេរបាទតែសំខាន់នោះតើយើងសរសេរបែបម៉េចដើម្បីលើកប្រធានចូលនេះចំណូលបញ្ហាចូលនេះដើម្បីឲ្យវាប្រតិគ្នាស៊ីគ្នាជាមួយលំនាំអញ្ចឹងមានន័យថាលំនាំបញ្ហានេះវាជាការសរសេរមួយដើម្បីភ្ជាប់មករកចំណូលបញ្ហានេះអញ្ចឹងយើងត្រូវសរសេរលំនាំធ្វើម៉េចឲ្យលើកចំណូលទៅបាទប្រតិកលាគ្នាទៅគឺបានហើយអញ្ចឹងយើងនិយាយឲ្យខ្លីទៅថាលំនាំសរសេរម៉េចឲ្យគេសង្ស័យថាប្រធាននិយាយពីអីទៅយើងលើកប្រធានបង្ហាញតែម្ដងចំពោះចំណោទបញ្ហាប្រភេទប្រធានប្រៀបធៀបបងប្អូនត្រូវចាំថាកុំឲ្យបាត់លក្ខណៈដូចនិងលក្ខណៈខុសឬក៏ចំណុចដូចគ្នានិងចំណុចខុសគ្នាឲ្យសោះណាកុំឲ្យបាត់ពាក្យពីរហ្នឹងតែបាត់ខុសហើយអញ្ចឹងចំណោទយើងសួរថាតើខ្សែជីវិតតួអង្គទាំងពីរបាទឬក៏តួអង្គហំតួអង្គសំមកវិញក៏បានដែរណាតើខ្សែជីវិតរបស់តួអង្គទាំងពីរខាងលើនេះមានចំណុចដូចគ្នាឃើញទេនិងចំណុចខុសគ្នាយ៉ាងណាខ្លះបែបណាខ្លះដូចម្ដេចខ្លះបានដូចគ្នាតែសំខាន់ស្លាប់រស់គឺចំណុចដូចគ្នាឬក៏លក្ខណៈដូចគ្នាហើយនឹងចំណុចខុសគ្នានេះពីរហ្នឹងឲ្យបាត់ណាអត់ឲ្យបាត់តែម្ដងតែបាត់ខុសភ្លាមណាចំណោទយើងត្រូវសួរឲ្យមានពាក្យពីរហ្នឹងបាទបន្ទាប់មកយើងចូលឃ្លាបជាប់សេចក្តីអត់អីទេបងប្អូនសរសេរតាមការគួរណាគេឲ្យ15បន្ទុក3ចំណុចហ្នឹងនេះ3ចំណុចហ្នឹងគេឲ្យ15បន្ទុកអញ្ចឹងយើងសរសេរមកមុននឹងឈានចូលដល់ការប្រៀបធៀបនេះគេប្រើពាក្យហ្នឹងល្អបងប្អូនឃើញទេបាទយើងប្រើពាក្យបកស្រាយក៏វាមិនខុសដែរមុននឹងឈានដល់ការបកស្រាយក៏មិនអីដែរគាត់ថាយើងប្រើពាក្យឲ្យត្រូវតាមប្រភេទប្រធានតែម្ដងប្រធានប្រៀបធៀបយើងប្រើពាក្យហ្នឹងបណ្ដោយទៅមុននឹងឈានដល់ការប្រៀបធៀបខ្សែជីវិតតួអង្គទាំងពីរខាងលើនេះយើងក៏បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុនសិនអញ្ចឹងយើងរកពាក្យគន្លឹះបងប្រធានមកបញ្យល់គឺតែមួយទេគឺខ្សែជីវិតអញ្ចឹងបងប្អូននៅកន្លែងនេះចង់បញ្ជាក់បងប្អូនថាជាទូទៅភាគច្រើនណាបងប្អូនភាគច្រើនគឺគេមិនយកឈ្មោះតួអង្គយកមកបញ្យល់ទេគេមិនយកឈ្មោះរឿងយកមកបញ្យល់ទេបាទហើយនិយាយរួមគឺឈ្មោះតួអង្គឈ្មោះរឿងឈ្មោះភូមិឃុំស្រុកខេត្តបាទគេមិនយកមកបញ្យល់ទេប៉ុន្តែបើឈ្មោះរបស់ប្រើប្រាស់បាទឈ្មោះរបស់ប្រើប្រាស់ខ្ញុំឧទាហរណ៍ដូចជានង្គ័លដូចជាដឹងដូចជាបង្គីដូចជាឈ្នៀងដូចជាទូកលក្ខណៈឈ្មោះរបស់ប្រើប្រាស់គឺគេយកមកបញ្យល់អញ្ចឹងណាតែបើឈ្មោះរឿងឈ្មោះតួអង្គឈ្មោះភូមិឃុំស្រុកខេត្តគឺគេកំរខ្ញុំមិនប្រើពាក្យថាគេមិនយកមកបញ្យល់ទេយើងប្រើពាក្យថាគេកំរយកមកបញ្យល់មានន័យថាមិនសូវឃើញគេយកមកបញ្យល់ទេករណីលើកលែងតិចតួចដែលគេយកមកបញ្យល់ក្នុងករណីដែលគេគិតថាឈ្មោះតួអង្គនោះឈ្មោះរឿងនោះឬក៏ឈ្មោះភូមិឃុំស្រុកខេត្តនោះអាចនឹងអ្នកអានរបស់យើងអត់ស្គាល់អត់ដឹងតតែសោះអញ្ចឹងគេឆ្លៀតបញ្យល់ប៉ុន្តែវាអាស្រ័យទៅតើពាក្យរបស់យើងច្រើនអត់បើបញ្យល់ពាក្យយើងច្រើនហើយយើងមិនចាំបាច់យកមកបញ្យល់ទេបាទអញ្ចឹងសូមបញ្ជាក់បងប្អូនអញ្ចឹងណាអញ្ចឹងអានឹងយើងត្រូវស្វែងយល់បន្ថែមដែរបងប្អូនបាទមិនចេះតែយកមកបញ្យល់ផ្ដាស់ទេណាមើលផងបើតាមយោបល់ខ្ញុំឈ្មោះតួអង្គឈ្មោះរឿងឈ្មោះភូមិឃុំស្រុកខេត្តមិនបាច់យកមកបញ្យល់ទេបាទបើយើងចង់យកមកបញ្យល់ករណីដែលពាក្យផ្សេងទៀតនៅក្នុងប្រធាននោះវាអត់មានដែលយើងយកមកបញ្យល់ទៅយើងយកមកបាទយើងយកមកបញ្យល់ទៅឲ្យបាន2 3អញ្ចឹងទៅប៉ុន្តែបើសិនជាពាក្យដែលយើងបញ្យល់មានច្រើនហើយមាន2ពាក្យមាន3ពាក្យហើយមិនយកមកបញ្យល់ទេអញ្ចឹងណាជាទូទៅគឺយើងតាមដានសង្កេតខ្លួនឯងបងប្អូនកុំតន់ជឿខ្ញុំណាបងប្អូនសង្កេតមើលខ្លួនឯងទៅឃើញហើយណាថាមិនសូវគេយកមកបញ្យល់ទេសូម្បីសភៅគំរូបនក្រសួងក៏យើងឃើញដែរបាទតួអង្គហំបាទតួអង្គសំរឿងការចាត់ចោលរឿងប្រតិថ្មីរដ្ឋបាលចាស់គេមិនយកមកបញ្យល់ទេឃើញទេគេយកតែមួយទេគឺខ្សែជីវិតឃើញអត់អញ្ចឹងខ្សែជីវិតមានន័យថាដំណើរជីវិតឬការប្រព្រឹត្តទៅក្នុងមួយជីវិតរបស់បុគ្គលម្នាក់បាទអញ្ចឹងខ្សែជីវិតហ្នឹងគឺថាការប្រព្រឹត្តរបស់យើងការនិយាយរួមគឺតាំងពីកើតដល់ស្លាប់ទៅវិញហ្នឹងខ្សែជីវិតបងប្អូនអញ្ចឹងណាអញ្ចឹងបញ្យល់នៃប្រធានបានថាតាមគំនិតប្រធានបានតម្រូវឲ្យយើងធ្វើការបង្ហាញនៅលក្ខណៈដូចគ្នាឃើញទេសំខាន់ណាស់បងប្អូនបញ្យល់នៃប្រធានក៏គេអត់ចោលដែរណាពីព្រោះសំខាន់ជាងគេអាពីរហ្នឹងឯងបាទបង្ហាញនៅលក្ខណៈដូចគ្នានិងលក្ខណៈខុសគ្នាឃើញទេនៃការប្រព្រឹត្តនៅក្នុងជីវិតរបស់តួអង្គហំក្នុងរឿងថ្ងៃចចោលនិងតួអង្គសំក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់សំខាន់ស្លាប់រស់អាហ្នឹងណាបងប្អូនរកឲ្យឃើញលក្ខណៈដូចគ្នានិងលក្ខណៈខុសគ្នាបងប្អូនសំខាន់ហ្នឹងមានន័យថានៅពេលដែលបងប្អូនបកស្រាយនេះបងប្អូនដាច់ខាតត្រូវតែនិយាយលក្ខណៈដូចគ្នាតួអង្គទាំងពីរបងប្អូនត្រូវតែរកឲ្យឃើញលក្ខណៈខុសគ្នានៃតួអង្គទាំងពីរបើរកមិនឃើញទេសំណេរបងប្អូនមិនបានបន្ទុកច្រើនទេហើយក៏មិនល្អដែរអញ្ចឹងបើបងប្អូនចង់ល្អបានបន្ទុកច្រើនត្រូវតែរកលក្ខណៈដូចគ្នាឲ្យឃើញត្រូវតែរកលក្ខណៈខុសគ្នាឲ្យឃើញបើរកមិនឃើញបងប្អូនសរសេរអត់បានល្អធ្វើម៉េចរកឃើញកត្តាចាំបាច់បំផុតបងប្អូនត្រូវចេះរឿងទាំងពីរហ្នឹងអញ្ចឹងបើថាអក្សរសិល្ប៍សំខាន់ណាស់អញ្ចឹងបងប្អូនត្រូវរៀនអក្សរសិល្ប៍ណាត្រូវអានរឿងឲ្យបានច្រើនយើងត្រូវចេះរឿងថាការចចាយើងត្រូវចេះរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ហើយស្គាល់តួអង្គហំស្គាល់តួអង្គសំទៅប្រៀបធៀបចេញខ្ញុំឧទាហរណ៍ថាបើបងប្អូនយើងចង់ប្រៀបធៀបវត្ថុពីរតើតើបងប្អូនស្គាល់វត្ថុពីរនឹងឲ្យច្បាស់ឥឡូវយើងឧទាហរណ៍ថាយើងចង់ប្រៀបធៀបទូរស័ព្ទដៃដូចបងប្អូនឃើញយើងចង់ប្រៀបធៀបទូរស័ព្ទដៃពីរគ្រឿងអញ្ចឹងរវាង Samsung ហើយនឹង iPhone អញ្ចឹងបើសិនជាបងប្អូនចង់ប្រៀបធៀបវត្ថុពីរហ្នឹង
តើបងប្អូនស្គាល់ Samsung ច្បាស់បងប្អូនស្គាល់ iPhone ច្បាស់ទើបបងប្អូនប្រៀបធៀបវាចេញហើយបើសិនជាបងប្អូនយើងអត់ស្គាល់ទាំងពីរប្រៀបធៀបអត់ចេញទេរកចំណុចដូចគ្នាក៏អត់ឃើញរកចំណុចខុសគ្នាក៏អត់ឃើញបើបងប្អូនស្គាល់តែ Samsung ហើយអត់ស្គាល់ iPhone បងប្អូនយើងមិនដឹងសរសេរមិនទេបាទពីព្រោះយើងស្គាល់តែមួយអញ្ចឹងខ្ញុំចង់និយាយកន្លែងនេះមានន័យថាបើសិនជាបងប្អូនចង់ប្រៀបធៀបតួអង្គហំនិងតួអង្គសំបានរកឲ្យឃើញនៅចំណុចដូចគ្នានៃតួអង្គទាំងពីររកឲ្យឃើញពីចំណុចខុសគ្នារវាងតួអង្គទាំងពីរចាំបាច់ណាបងប្អូនត្រូវតែស្គាល់តួអង្គហំឲ្យច្បាស់ស្គាល់តួអង្គសំឲ្យច្បាស់ស្គាល់ច្បាស់ហ្នឹងគឺមានន័យថាតើនៅក្នុងរឿងហ្នឹងតួអង្គទាំងពីរហ្នឹងធ្វើសកម្មភាពអីខ្លះមានប្រវត្តិបែបម៉េចខ្លះបាទមានព្រឹត្តិការណ៍សំខាន់អីខ្លះដែលគាត់បានប្រព្រឹត្តបានធ្វើនៅក្នុងរឿងទើបបងប្អូនប្រៀបធៀបមកច្បាស់លាស់ហើយគឺល្អតែម្ដងអញ្ចឹងត្រឡប់ទៅវិញដើម្បីយើងអាចស្គាល់តួអង្គច្បាស់ចេះរឿងច្បាស់គ្មានអ្វីក្រៅពីបងប្អូនត្រូវអានរឿងត្រូវសិក្សារឿងឲ្យបានច្រើនយ៉ាងហោចណាស់ឲ្យចេះបានត្រឹម10រឿងនៅក្នុងខ្លួនដែរបាទចេះមិនថាអាចត្រឹម 80% ហ្នឹងមិនថាយើងពេលខ្លះយើងនិយាយ 100% ទៅវាខ្ពស់ពេកចេះរឿងត្រឹម 80% ហើយយ៉ាងហោចណាស់បាន10រឿងដែរជាទុនហើយបើយើងអត់ចេះសោះសពិបាកមិនមែនពិបាកតែសំណេរប្រៀបធៀបទេបងប្អូនសំណេរស្អីក៏ពិបាកដែរពីព្រោះគ្រប់សំណេរទាំងអស់ត្រូវការអក្សរសិល្ប៍ជាឧទាហរណ៍បាទអញ្ចឹងបើយើងអត់ចេះយ៉ាប់បាទថាយ៉ាប់គឺយ៉ាប់ហើយបាទអញ្ចឹងត្រឡប់ទៅវិញយើងអានបងប្អូនឲ្យអត់ខ្វះទេពេលខ្លះយើងមិនបាច់ចំណាយលុយទិញសៀវភៅផងមានការចែករំលែក free នៅក្នុងបណ្ដាញសង្គមនៅក្នុង app ផ្សេងណាយក down វាយកមកមើលមកអញ្ចឹងណាបងប្អូនតោះឥឡូវយើងមើលពីលក្ខណៈដូចគ្នានៃខ្សែជីវិតតួអង្គហំនិងខ្សែជីវិតតួអង្គសំហើយគេឲ្យ30ពិន្ទុច្រើនណាស់បងប្អូន30ពិន្ទុមិនមែនតិចទេបាទអញ្ចឹងខ្ញុំបានបញ្ជាក់បងប្អូនថាម៉េចមុនហ្នឹងបងប្អូនខ្ញុំបញ្ជាក់បងប្អូនថាម៉េចខ្ញុំបញ្ជាក់បងប្អូនថាកាលណាគេនិយាយអំពីលក្ខណៈដូចគ្នានេះគឺស្មើនឹងគេនិយាយចំណុចរួមរវាងតួអង្គហំនិងតួអង្គសំមានចំណុចរួមដូចគ្នាហើយក៏មិនចាំបាច់ឲ្យយើងញែកដាច់ពីគ្នាដែរយើងនិយាយចំណុចហ្នឹងមកតួអង្គហំក៏មានតួអង្គសំក៏មានអាហ្នឹងគេហៅថាចំណុចដូចគ្នាតោះនេះចឹងបាទមើលឧទាហរណ៍នៅក្នុងការសរសេរជាក់ស្ដែងគំនិតសំខាន់ជាមួយនឹងឧទាហរណ៍គេសរសេរថាម៉េចគេនិយាយថាតួអង្គហំនិងតួអង្គសំស្ថិតក្នុងស្ថានភាពក្រីក្រលំបាកដូចគ្នាហំក្រទេហំក្រសំក្រទេសំក៏ក្រអញ្ចឹងតួអង្គហំនិងតួអង្គសំក្រដូចគ្នាអញ្ចឹងគេនិយាយចូលគ្នាតែម្ដងចំណុចដូចគ្នាគឺក្រជីវភាពនិយាយអំពីស្ថានភាពជីវភាពគឺក្រលំបាកដូចគ្នាចំណុចហ្នឹងណាបន្ទាប់មកគេទាញឧទាហរណ៍បាទគេទាញឧទាហរណ៍ពេលខ្លះយើងពិបាកលំអិតមិនបាច់លំអិតទេដាក់ឧទាហរណ៍យកតែម្ដងអញ្ចឹងដាក់ឧទាហរណ៍មកតើហំគាត់លំបាកយ៉ាងម៉េចតួអង្គហំគឺគាត់បាទជាអ្នកស៊ីឈ្នួលបើកឡានឲ្យតកែចិត្តចោលបាទគាត់រែកបន្ទុកគ្រួសារជាច្រើនដែលត្រូវចិញ្ចឹមកូនប្រពន្ធនិងម្ដាយចាស់ជរាបាទហើយគាត់គ្មានមុខរបរទី2ទី3អីទៀតទេមុខរបរគាត់តែមួយនឹងឯងគឺស៊ីឈ្នួលបើកឡានឲ្យគេណាឃើញស្ថានភាពជីវភាពគាត់គឺក្របែបហ្នឹងតទៅពេលសំវិញស្ថានភាពជីវភាពបន្សំជាកម្មករធាក់ស៊ីក្លូបាទរោព្រឹកខ្វះល្ងាចគ្មានផ្ទះគ្មានសម្បែងបាទផ្ទះក៏ជួលគេគ្មានលុយបង់គេដេញចេញស៊ីក្លូក៏ជួលគេគ្មានលុយបង់គេរឹបអូសស៊ីក្លូឡាក់អញ្ចឹងយើងសរសេរឲ្យគេឃើញថាចំណុចដូចគ្នារវាងហំនិងសំគឺក្រដូចគ្នាយើងនិយាយឲ្យងាយយល់គឺជីវភាពខ្វះខាតដូចគ្នាយើងប្រើពាក្យហ្នឹងទៅវាព្រោះស្ដាប់ជាងណាជីវភាពខ្វះខាតដូចគ្នាចំណុចដូចគ្នាទី2នេះគេរកឃើញ4ចំណុចណាបងប្អូនតែបើបងប្អូនយើងមានចំណុចណាគិតថាដូចគ្នាទៀតដាក់មកបាទអញ្ចឹងចំណុចដូចគ្នាទី2នោះគឺត្រូវថកែបោកប្រាស់ពូហំក៏ថកែបោកប្រាស់ជួល 10000 រៀលទីបំផុតបានទេអត់សំមានអ្នកបោកប្រាស់ទេមានអ្នកណាបោកប្រាស់សំបាទអ្នកណាបោកប្រាស់សំអញ្ចឹងអ្នកបោកប្រាស់សំដូចជាអ្នកណាយើងមើលឧទាហរណ៍បាទអញ្ចឹងថកែចិត្តចោលមិនបានធ្វើតាមការសន្យាដែលសន្យាថាផ្ដល់ប្រាក់ 10000 រៀលឲ្យហំបើហំធ្វើការបានសម្រេចអញ្ចឹងគាត់អត់ឲ្យអញ្ចឹងបោកប្រាស់បាទហំគឺត្រូវបានថកែបោកប្រាស់ដល់ទៅពេលសំវិញថកែហុកមកពោលស្គាល់ថកែហុកទេបាទថកែហុកហ្នឹងគឺជាថកែចិត្តអាក្រក់មួយដែលគេហៅថាខ្លាពាក់ស្រោមមុខសុភាពបរោះដែលចិត្តកាចសាហាវដូចចចកដូចខ្លាដែលជាអ្នករំលោភប្រពន្ធសំណាបងប្អូនស្គាល់ហើយណាតកែហុកហ្នឹងតកែហុកហ្នឹងពេលតច្រកដែលសំឡើងទៅសងសឹកនេះគាត់សន្យាថាបកគល 10000 រៀលឲ្យទៅសំធ្វើម៉េចឲ្យទៅសំគុំសម្លាប់គាត់ដោះលែងគាត់តែទីបំផុតសំត្រូវចាញ់ល្បិចតកែហ្នឹងហើយត្រូវតកែហ្នឹងឲ្យកម្មករវាយឡើងទ្រង់ខ្លួនហើយចាប់បញ្ជូនឲ្យទៅក្រុមនគរបាលយកសំទៅដាក់គុកទៀតបាទយកសំទៅដាក់គុកអញ្ចឹងបងប្អូនឃើញទស្សនវិជ្ជាកន្លែងនេះមិនដែរទស្សនវិជ្ជាកន្លែងនេះគឺដូចគ្នាបាទដូចគ្នាពូហំក៏តកែបោកឯសំវិញក៏តកែបោកបាទអញ្ចឹងបងប្អូនបោកគេបោកដូចគ្នាហ្នឹងហើយអញ្ចឹងយើងរកឃើញចំណុចដូចគ្នាហើយយើងត្រូវរកឧទាហរណ៍ឲ្យឃើញទៀតណាបងប្អូនបាទបន្តមកចំណុចទី3គឺធ្លាប់បានប៉ូលីសចាប់ខ្លួនពីបទល្មើសច្បាប់
ពូហំត្រូវនគរបាលចាប់បញ្ជូនទៅប៉ុស្តិ៍ពីបទបង្កគ្រោះថ្នាក់លើក្នុងការបើកបរបណ្ដាលឲ្យមនុស្សស្លាប់3នាក់របួសច្រើនអ្នកក្នុងគេហៅថាតែពិតមិនមែនបដិវត្តហេតុទេលក្ខណៈថាការបង្កគ្រោះថ្នាក់ដោយចេតនាបាទដោយគាត់ស៊ីឈ្នួលពីតកែ 10000 រៀលហ្នឹងបាទអញ្ចឹងប៉ូលីសចាប់គាត់ដល់ពេលសំត្រូវសមាជិកចាប់បញ្ជូនទៅពន្ធនាគារពីបទលួចចូលផ្ទះគេខុសច្បាប់និងឆក់ទ្រព្យសម្បត្តិអ្នកដទៃអញ្ចឹងកន្លែងនេះយើងសេឲ្យលះតិចមកបងប្អូនបាទយើងសេឲ្យលះតិចមកសំតើគេចាប់ក្នុងរឿងអីបាទបន្ទាប់សំតបពូហំគេចាប់ក្នុងរឿងអីសំគេចាប់ក្នុងរឿងអីខ្លះអញ្ចឹងសំពេលដែលថាលួចចូលផ្ទះគេហ្នឹងកន្លែងតកែ6នេះតាមទៅសងសិទ្ធតកែ6នេះគេចោតសំថាលួចចូលផ្ទះគេអញ្ចឹងយើងលួចចូលផ្ទះគេបងប្អូនយប់ប្រលប់ក៏ដោយថ្ងៃក៏ដោយគេចោតយើងថាចោលហើយបាទទោះយើងចូលមកក្នុងបំណងអីក៏ដោយតើគ្មានការអនុញ្ញាតគេចោតយើងបានអញ្ចឹងការចូលទៅក្នុងផ្ទះគេបងប្អូនត្រូវមើលមុខមើលក្រោយប្រយ័ត្នប្រយែងមែនតើណាបាទបើគ្មានការអនុញ្ញាតពីគេទេឬក៏មិនមែនអ្នកចិត្តដិតស្គាល់ចិត្តស្គាល់ថ្លើមគេកុំចូលផ្ទះខ្លះប្រយ័ត្នជន់ដានចោលឬក៏ប្រយ័ត្នគេចោតបាទខូចឈ្មោះឬក៏អស់លុយអស់កាក់ទៅទេអញ្ចឹងទៅបាទហើយឆក់ទ្រព្យសម្បត្តិគេហ្នឹងគឺយើងនិយាយឲ្យច្បាស់មកគឺឆក់កាបូបរបស់ប្រពន្ធលោកអុកញ៉ាសម្បូរសម្បត្តិហើយត្រូវបានគាត់ប្តឹងប៉ូលីសទៅចាប់សំទៅដាក់គុកហើយពេលហ្នឹងយើងឈឺចាប់សំយកកាបូបមកសងវិញសោះហ្នឹងបាទក៏ប្តឹងប៉ូលីសឲ្យចាប់សំទៀតអញ្ចឹងកន្លែងហ្នឹងក៏ជាការអប់រំមួយដែរថាយើងពេលខ្លះបើគេដឹងទោសកំហុសហើយយើងគិតថាទោសកំហុសនោះអាចថាយើងលើកលែងឲ្យបានយើងលើកលែងទៅបាទដោយករណីសំអញ្ចឹងគួរណាមិនគួរណាគាត់ប្តឹងប៉ូលីសឲ្យចាប់សំទៀតសោះសំខំមានចិត្តយកកាបូបមកសងអញ្ចឹងអានឹងវាជាការឆ្លុះបញ្ចាំងមួយនៅទស្សនវិជ្ជាសង្គមថាមនុស្សមិនដូចគ្នាទេអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺដូចគ្នាបាទប៉ូលីសចាប់ដូចគ្នាហ្នឹងចំណុចហ្នឹងគឺយើងឃើញពីភាពដូចគ្នាបងប្អូនយល់ទេអញ្ចឹងចំណុចដូចគ្នាគឺគេសរសេរអញ្ចឹងណាបងប្អូនគឺគេសរសេរឲ្យឃើញថាសំនិងហំហ្នឹងគឺថាដូចគ្នាបាទដូចគ្នាពេលក្រដូចគ្នាពេលតកែបោកដូចគ្នាប៉ូលីសចាប់ដូចគ្នាឃើញទេស្រឡាញ់ភាពយុត្តិធម៌និងទទួលខុសត្រូវដូចគ្នាឃើញទេចំណុចដូចគ្នាមួយទៀតគឺបាទស្រឡាញ់យុត្តិធម៌និងទទួលខុសត្រូវដូចគ្នាពូហំទីបំផុតគាត់ចេញមកសារភាពនៅទុកកំហុសមិនគាត់បាទពេលដែលក្រុមនគរបាលចេញមកចាប់គឺគាត់អត់រត់ទេគាត់បានប្រកាសប្រាប់ថាគាត់នេះហើយទៅកំហំចាប់ខ្ញុំចោះខ្ញុំមិនរត់តាណាទៀតទេអញ្ចឹងណាអញ្ចឹងបញ្ជាក់ថាគាត់សារភាពនៅទុកកំហុសរបស់គាត់យើងសេរីរៀបរាប់បន្ថែមគាត់មិនរត់កិច្ចឡើយគាត់ព្រមឲ្យនគរបាលចាប់ខ្លួនដោយសម្រួលហ្នឹងអត់បានគេហៅថាបន្ទោះសារាយឬក៏រត់កិច្ចខ្លួនទៀតទេសំវិញសំប្រគល់លុយឲ្យទៅម្ចាស់ដើមវិញម្ចាស់ដើមហ្នឹងគឺលោកអុកញ៉ាសម្បូរសម្បត្តិហ្នឹងឯងគឺសំស្រឡាញ់យុត្តិធម៌គាត់មានទំនួលខុសត្រូវគាត់ព្រមយកកាបូបលុយទៅសំម្ចាស់ដើមវិញកន្លែងដែលបង្ហាញពីទំនួលខុសត្រូវបន្សំបន្ថែមទៀតហ្នឹងគឺយើងអាចសរសេរបានដូចជាចំណុចដែលគាត់មានទំនួលខុសត្រូវក្នុងនាមជាស្វាមីគាត់ខំរកលុយគ្រប់គង់ប្រពន្ធចិញ្ចឹមប្រពន្ធអញ្ចឹងទៅបាទពេលប្រពន្ធចិត្តគ្រប់ខែឆ្លងទលេខំប្រឹងសំប្រឹងប្រែងរកលុយដើម្បីត្រៀមប្រពន្ធសម្រាប់កូនឡាក់បាទអញ្ចឹងនេះគឺជាការបញ្ជាក់ឲ្យឃើញពីចំណុចដូចគ្នារវាងតួអង្គហំនិងតួអង្គសំហើយកាលណាគេនិយាយអំពីលក្ខណៈដូចគ្នាបែបនេះបងប្អូនចាំទុកហ្មងបងប្អូនគឺគេនិយាយបែបហ្នឹងគេនិយាយចូលគ្នាបែបហ្នឹងបន្ទាប់ពីយើងនិយាយមានឧទាហរណ៍អីហើយអស់ហើយបងប្អូនចាំទៀតណាមានឧទាហរណ៍មានអីហើយអស់ហើយគឺគេត្រូវសរុបលក្ខណៈដូចគ្នាមួយសិនបាទមុននឹងឈាននិយាយលក្ខណៈខុសគ្នាបងប្អូនอย่าភ្លេចតែភ្លេចបាត់បន្ទុកត្រូវចាំតែភ្លេចបាត់បន្ទុកអញ្ចឹងលក្ខណៈដូចគ្នាសរុបសេចក្តីមកចំណុចសំខាន់ខាងលើនេះសុទ្ធសឹងជាលក្ខណៈដូចគ្នានៃខ្សែជីវិតតួអង្គហំក្នុងរឿងតកែចិត្តចោលនិងតួអង្គសំក្នុងរឿងព្រះទឹកថ្មីឬផែនដីចាស់ដូចជាមិនពិបាកសរសេរបងប្អូនគ្រាន់តែសរុបសេចក្តីមកចំណុចសំខាន់ខាងលើនេះយើងមិនរៀបរាប់ឡើងវិញទេបាទសរសេរអញ្ចឹងមកចំណុចសំខាន់ខាងលើហ្នឹងមានអ្វីដែលយើងរៀបរាប់មិញហ្នឹងបាទគឺបញ្ជាក់ពីលក្ខណៈដូចគ្នានៃតួអង្គហំនិងតួអង្គសំបាទប៉ុណ្ណឹងបន្ទុកបាទដែរបងប្អូនបន្ទាប់មកយើងចុះបន្ទាត់កាយនេះក៏គេចុះបន្ទាត់ដែរចុះបន្ទាត់បកស្រាយលក្ខណៈខុសគ្នាហើយខ្ញុំប្រាប់បងប្អូនថាម៉េចកាលណាគេនិយាយអំពីលក្ខណៈខុសគ្នាគឺនិយាយតួអង្គហំផ្សេងឃើញទេតួអង្គហំផ្សេងតួអង្គសំផ្សេងហើយសូមបញ្ជាក់តួអង្គហំមានចំណុចដែលតួអង្គសំគ្មានតួអង្គសំមានចំណុចដែលតួអង្គហំគ្មាននេះទើបហៅថាលក្ខណៈខុសគ្នាអញ្ចឹងណានេះទើបហៅថាលក្ខណៈខុសគ្នាបាទអញ្ចឹងបងប្អូនសូមមើលអញ្ចឹងខ្ញុំត្រួសឲ្យបងប្អូនយើងអាចយល់ណាបងប្អូនបាទព្រោះឲ្យរឿងទាំងពីរហ្នឹងខ្ញុំគិតថាបងប្អូនចេះអញ្ចឹងដើម្បីសង្ខេបពេលវេលាយើងកុំឲ្យយូរពេកខ្ញុំរៀងលឿនបន្តិចតែបងប្អូនអាចយល់បានណាចំណុចខុសគ្នាបាទតួអង្គហំមានតម្រូវការចាំបាច់ក្នុងគ្រួសារកូនចូលរៀនអនុវិទ្យាល័យប្រពន្ធព្យាបាលជំងឺម្ដាយត្រូវធ្វើបុណ្យតួអង្គហំមានជំនាញខាងបើកបររថយន្តមានអាជីពជាតកងឡានរបស់តកែចិត្តចាស់មានមិត្តភ័ក្តិរួមអាជីពជួយគ្រប់គ្រងអំពើរបស់ខ្លួនក្នុងការទាមទារយុត្តិធម៌សុខមានកងត្រីផានិតចេញមកជួយតវ៉ាមានក្រុមគ្រួសារប្រពន្ធវិញ្ញាណកូនមីកទូចម្ដាយយាយច័ន្ទបាទគាត់មានក្រុមគ្រួសារបាទប្រព្រឹត្តបទល្មើសក្នុងគ្រោះថ្នាក់ចរាចរណ៍បើកឡានលើសល្បឿនកំណត់បុកឡានតកែអង្គប៉ាងហុងលីឲ្យមានមនុស្សស្លាប់3នាក់និងរបួសមួយចំនួនมันបានសម្រេចតាមបំណងតកែមិនប្រកួតប្រាក់10000រៀលតាមពាក្យសន្យាអញ្ចឹងបាទយើងអាចសរសេរបញ្ជាក់ថា
ជីវិតរបស់ហំគឺត្រូវជាប់គុកច្រវាក់ខូចអនាគតបាត់បង់សេរីភាពតែតួអង្គសំអត់ទេណាតួអង្គសំជីវិតភ្លឺថ្លាហ្នឹងក៏ជាចំណុចខុសគ្នាដែរយើងថែមអានឹងមួយទៀតមកបងប្អូនបាទតួអង្គហំជាប់គុកខូចអនាគតបាទដើម្បីយើងដាក់តួអង្គសំគឺបានភ្លឺទៅចាស់ទៅចង់ឡើងបានខ្លាចជាកសិករគំរូបាទខ្លាចជាប្រធានគណៈកម្មការកងឃុំបានចូលរួមការប្រជុំសមាជនៅរាជធានីភ្នំពេញឯជាដើមអញ្ចឹងមានកិត្តិយសគេឈ្មោះឡើងវិញណាសំបាទតោះតួអង្គសំអញ្ចឹងខ្ញុំប្រាប់បងប្អូនថាម៉េចមិញបើតួអង្គហំមានតួអង្គសំអត់មានទេតែបើតួអង្គសំមានចំណុចហ្នឹងតួអង្គហំក៏អត់មានដែរផ្ទុយគ្នាណាបើតួអង្គទាំងពីរហ្នឹងបើសិនជាពូហំគាត់មានចំណុចហ្នឹងសំអត់មានទេតែបើសំមានពូហំអត់មានវិញចាំបងប្អូនអាហ្នឹងគឺកលឹះសំខាន់ហ្មងណាបងប្អូនតាមបងប្អូនយើងយល់តែប៉ុណ្ណេះហើយសំណេរប្រៀបធៀបគឺបងប្អូនសរសេរបានហើយបាទសរសេរបានហើយតែសំខាន់ដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងបើបងប្អូនចង់ប្រៀបធៀបតួអង្គពីរតើស្គាល់តួអង្គហ្នឹងឲ្យច្បាស់សិនបានប្រៀបធៀបចេញបើមិនស្គាល់ច្បាស់ទេប្រៀបធៀបមិនចេញទេបាទហើយខ្ញុំបញ្ជាក់មួយសិនបងប្អូនមុននិយាយលក្ខណៈខុសគ្នាអាកន្លែងលក្ខណៈដូចគ្នានេះណាបងប្អូនកុំទៅសរសេរចំណុចមួយដែលយើងសរសេរមកយើងថាដូចគ្នាមែនប៉ុន្តែគេមិនសរសេរទេវាស្រាលពេកណាវាស្រាលពេកគឺយើងសរសេរថាតួអង្គទាំងពីរមានភេទដូចគ្នាបាទសំក៏ភេទប្រុសពូហំក៏ភេទប្រុសខុសបាទសរសេរអញ្ចឹងកាប់ពិតត្រូវបាទភេទប្រុសដូចគ្នាមែនបាទប៉ុន្តែគេមិនសរសេរទេបាទគេមិនសរសេរចំណុចតូចតាចអញ្ចឹងទេព្រោះអាហ្នឹងវាធម្មតាពេកទៅហើយបាទហើយបើនិយាយពីចំណុចខុសគ្នាបងប្អូនកុំឲ្យនិយាយទៅលើវ័យនិយាយវ័យឬក៏និយាយក្នុងរឿងពីរផ្សេងគ្នាក៏គេមិនយកមកនិយាយដែរឧទាហរណ៍ថាសំមានវ័យក្មេងជាងពូហំមានវ័យចំណាស់ជាងអីហ្នឹងក៏អត់ត្រូវដែរបាទឬក៏យើងនិយាយថាសំគឺជាតួអង្គក្នុងរឿងព្រះទន្ទឹមរកផែនដីចាស់ពូហំជាតួអង្គក្នុងរឿងបាទតកែចិត្តចាស់អាហ្នឹងក៏គេមិននិយាយដែរអាហ្នឹងចំណុចហ្នឹងវាធម្មតាពេកណាវាធម្មតាពេកគឺគេចង់បានចំណុចសំខាន់ក្នុងសាច់រឿងតែម្ដងអញ្ចឹងណាតទៅមុខទៀតបាទតួអង្គសំវិញបាទតួអង្គសំគឺมันមានតម្រូវការចាំបាច់ក្នុងគ្រួសារហេតុអីពីព្រោះសំมันមានកូនបាទគ្មានម្ដាយគ្មានឪពុកគ្មានម្ដាយឪពុកហ្នឹងមិនមែនចង់មានន័យថាគាត់កើតពីណាណាបងប្អូនកុំឆ្ងល់អញ្ចឹងណាមានន័យថាឪពុកម្ដាយស្លាប់អស់ប្រពន្ធកូនស្លាប់អស់អញ្ចឹងមិនដែរជីវិតសំខ្លួនមួយហ្នឹងអញ្ចឹងមកខ្លួនមួយមានបន្ទុកទេអត់មានបន្ទុកគ្រួសារទេនេះជាចំណុចខុសគ្នាជាចំណុចខុសគ្នាដែរបាទតួអង្គសំមានជំនាញខាងកសិកម្មគាត់គ្មានជំនាញបើកឡានដូចពូហំទេអញ្ចឹងសំជំនាញរបស់គាត់គឺកសិកម្មហើយបើជំនាញកសិកម្មមិនមកធាក់ស៊ីក្លូនេះហើយដែលអ្នកនិពន្ធគេចង់សរសេរបង្ហាញឲ្យឃើញថាដោយសារតែសំចេញពីបវលមកបាត់សុំតចេញពីបវលមកភ្នំពេញធាក់ស៊ីក្លូនេះវាមានកត្តាច្រើនបាទត្រូវបានគេតាមចាប់ខ្លួននេះទេត្រូវបានគេតាមចាប់ខ្លួនអញ្ចឹងត្រូវរត់ដែរត្រូវរត់គេចខ្លួនមួយទៀតសំនៅស្រុកកំណើតហ្នឹងគឺគាត់ធ្វើកសិកម្មអត់ជោគជ័យទេដោយសារឲ្យខ្វះប្រព័ន្ធស្រោចស្រពបាទខ្វះប្រព័ន្ធស្រោចស្រពអញ្ចឹងហើយបានជានៅក្នុងចុងបញ្ចប់នៃរឿងគឺគេនិយាយអំពីនយោបាយទឹកបាទនយោបាយទឹកដែលធ្វើឲ្យសំផ្លាស់ប្ដូរជីវភាពបានត្រឡប់ទៅធ្វើស្រែចម្ការវិញបានជោគជ័យបាទអញ្ចឹងគាត់មានជំនាញកសិកម្មជាកសិករនៅឃុំបវលខេត្តបាត់ដំបងអញ្ចឹងគាត់មានជំនាញកសិកម្មរហូតខ្លាយជាអីកសិករគំរូអញ្ចឹងយើងសេថែមមកសំពុំមានមិត្តភ័ក្តិរួមអាជីពជួយគ្រប់គ្រងអំពើរបស់ខ្លួនក្នុងការទាមទារយុត្តិធម៌ទេគឺគាត់ទទួលខុសត្រូវដោយខ្លួនឯងបាទអត់មានអ្នកណាជួយគាត់ទេបាទឧទាហរណ៍យើងសរសេរមកគឺដូចកន្លែងដែលគាត់ប្រឹងតវ៉ាជាមួយនឹងតកែនៅរោងចក្រឧស្សាហកម្មសាប៊ូបាទតកែសេងហុងបងប្អូនបាទកន្លែងហ្នឹងគឺតកែសេងហុងហ្នឹងគឺគាត់មានបំណងបញ្ឈប់កម្មករខ្មែរយកកម្មករចិនយួនមកធ្វើជំនួសអញ្ចឹងសំគាត់ប្រឹងតវ៉ាតែម្នាក់ឯងដើម្បីទាមទារឲ្យកម្មករខ្មែរបានធ្វើការដូចដើមពេលសំទៅផ្ទះតកែហុកដើម្បីសងសឹកក៏ទៅតែម្នាក់ឯងឃើញទេពេលសំយកកាបូបលុយមកឲ្យលោកអញ្ញាសម្បូរសម្បត្តិវិញក៏សំមកម្នាក់ឯងអញ្ចឹងគឺគាត់ដោះស្រាយបញ្ហាម្នាក់ឯងរហូតអញ្ចឹងណាបាទសំពុំមានសាច់ញាតិឬក្រុមគ្រួសារទេគឺគាត់ជាទូរពុតជនបាទជនគ្មានទីពឹងគ្មានម្ដាយគ្មានឪពុកគ្មានប្រពន្ធគ្មានកូនទេស្លាប់ចោលអស់ហើយសំគាត់ប្រព្រឹត្តបទល្មើសដោយមានបំណងបាទមានបំណងមិនបំណងគឺចង់សម្លាប់តកែហុកដើម្បីសងសឹកទៅលើអំពើដែលតកែហុកបានបៀតបៀនមកលើប្រពន្ធខ្លួនតែត្រូវជាប់គុកអស់3ខែបាទឆក់កាបូបលោកអញ្ញាសម្បូរប្រពន្ធលោកអញ្ញាសម្បូរសម្បត្តិជាប់គុក6ខែអញ្ចឹងគឺជីវិតសំនិងជីវិតពូហំមានចំណុចខុសគ្នាមែនណាមានចំណុចខុសគ្នាមួយទៀតបាទនេះកន្លែងនេះយើងសរសេរថាពូហំมันបានសម្រេចដោយបំណងអីហ្នឹងហើយជីវិតគាត់មិនហ្នឹងយើងស្អីមុនហ្នឹងណាជាប់គុកជាប់ខូចអនាគតអញ្ចឹងទៅតែជីវិតសំវិញអត់ដោយពូហំទេណាជីវិតសំគឺមានជីវភាពធូរធារសំខ្លាយទៅជាកសិករគំរូមានកិត្តិយសបាទត្រូវបានជ្រើសរើសជាប្រធានគណៈកម្មការកងឃុំ
នឹងបានចូលរួមសមាជជាតិលើកទី9ទៀតផងនៅទីក្រុងភ្នំពេញកិត្តិយសសម្បើមអញ្ចឹងឃើញណាបងប្អូនចំណុចខុសគ្នាអញ្ចឹងខ្ញុំនិយាយឡើងវិញកាលណានិយាយពីចំណុចខុសគ្នាបងប្អូនត្រូវនិយាយពូហំផ្សេងត្រូវនិយាយសំផ្សេងហើយមិនមែនតែតួអង្គសំហំទេតួអង្គណាក៏ដោយវត្ថុក៏ដោយបាទសាច់រឿងក៏ដោយបងប្អូនត្រូវនិយាយញែកដាច់ពីគ្នាហើយសូមបញ្ជាក់ថាបើពូហំមានចំណុចហ្នឹងសំអត់មានទេបើសំមានចំណុចហ្នឹងពូហំអត់មានទេត្រូវតែដាច់ចេញពីគ្នាអញ្ចឹងបាទចឹងបន្ទាប់ពីយើងបកស្រាយលក្ខណៈខុសអស់ហើយយើងត្រូវមានសរុបលក្ខណៈខុសមួយសិនណាបងប្អូនអាហ្នឹងចប់បន្ទាត់ដែរណាបាទសរុបលក្ខណៈខុសអញ្ចឹងយើងថាសរុបសេចក្តីមកយើងចង់ប្រើរួមសេចក្តីមកឬក៏យើងប្រើពាក្យថាដូច្នេះហេតុនេះអត់អីទេបងប្អូនប្រើពាក្យមិនក៏បានតែគាត់ថានេះយើងប្រើពាក្យសរុបមកសរុបសេចក្តីមកចំណុចសំខាន់ខាងលើនេះទេដដែលបងប្អូនមិននៃប្របាក់សរសេរសុទ្ធសឹងជាលក្ខណៈខុសគ្នានៃខ្សែជីវិតតួអង្គហំក្នុងរឿងតកាយចិត្តចោលនិងតួអង្គសំក្នុងរឿងព្រះទិដ្ឋមេរលភ័យដូចចាបងប្អូនកាពិតអ្នកសរសេរសំណេរគេបន់ឲ្យតែដល់សរុបទេវាព្រោះសរុបវាស្រួលសរសេរណាបាទបងប្អូនឃើញមើលមានចំណុចណាពិបាកសរសេរថែមថយតិចតួចហ្នឹងបាទថែមថយតិចតួចហ្នឹងអញ្ចឹងយកបន្ទុកដោយងាយបងប្អូនណាយកបន្ទុកដោយងាយបន្ទាប់មកចុះបន្ទាត់មួយទៀតនេះសំខាន់ណាសរុបរួមនេះអញ្ចឹងសរុបរួមគឺមានន័យគឺសរុបលក្ខណៈដូចនិងលក្ខណៈខុសចូលគ្នាអញ្ចឹងបងប្អូននិយាយមើលដូចនេះខ្សែជីវិតតួអង្គហំក្នុងរឿងតកាយចិត្តចោលនិងខ្សែជីវិតតួអង្គសំក្នុងរឿងព្រះទិដ្ឋមេរលភ័យនៃចាស់ដំណើរជីវិតមិនដូចគ្នាទេបាទមានន័យដំណើរជីវិតតួអង្គទាំងពីរហ្នឹងមិនដូចគ្នាទេបាទតែមានបំណងប្រាថ្នាតែមួយដូចគ្នាអញ្ចឹងវាមានភាពខុសគ្នាវាមានភាពដូចគ្នាបំណងប្រាថ្នាតែមួយដូចគ្នានេះគឺចង់ស្វែងរកសុភមង្គលជូនដល់ក្រុមគ្រួសារដូចគ្នាបាទអញ្ចឹងគេសរុបមកវិញបានប៉ុណ្ណឹងបាទមានន័យថាខ្សែជីវិតមានចំណុចខុសគ្នាអត់ដូចគ្នាទេប៉ុន្តែភាពដូចគ្នានោះគឺថាចង់រកសុភមង្គលជូនក្រុមគ្រួសារដូចគ្នាបាទមិនមែនតែពូហំហើយនឹងសំទេបាទទាំងខ្ញុំក្តីទាំងបងប្អូនក្តីយើងសិតតែចង់ស្វែងរកសុភមង្គលសម្រាប់ក្រុមគ្រួសារបាទអញ្ចឹងយើងវិតម្លៃប្រធានបានថាឆ្លងតាមការប្រៀបធៀបខាងលើនេះបានបង្ហាញឲ្យឃើញថាខ្សែជីវិតតួអង្គសំក្នុងរឿងព្រះទិដ្ឋមេរលភ័យនៃចាស់ប្រសើរជាងខ្សែជីវិតតួអង្គហំក្នុងរឿងតកាយចិត្តចោលមិនបានយើងថាប្រសើរជាងវិតម្លៃយើងត្រូវប្រាប់គេឲ្យឃើញអញ្ចឹងបាទថាអ្នកណាប្រសើរជាងអ្នកណាអញ្ចឹងពូហំគឺមិនប្រសើរដូចសំទេសំប្រសើរជាងពីព្រោះទីបញ្ចប់នៃរឿងពូហំជាប់គុកខូចអនាគតនេះព្រោះនៅទីបំផុតនៃខ្សែជីវិតរបស់តួអង្គសំទទួលជោគជ័យមានសុភមង្គលជាងខ្សែជីវិតតួអង្គហំក្នុងរឿងតកាយចិត្តចោលដែលត្រូវជាប់គុកច្បាប់ប៉ុណ្ណឹងមកហើយបាទតែតើខ្លួនដូចនេះក្នុងនាមជាអ្នកសិក្សាយើងគប្បីចេះពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយទើបយើងទទួលបានសុភមង្គលពិតប្រាកដសម្រាប់ចិត្តឲ្យច្បាស់បាទសម្រាប់ចិត្តមិនច្បាស់បាទអន្តរាយហើយបាទរចនាបទ10បន្ទុកដដែលបងប្អូនអញ្ចឹងអរគុណបងប្អូនយើងចាំសិក្សាជាមួយគ្នាបន្តទៀតនេះបាទប្រធានតែងសេចក្តីដកស្រង់ចេញពីអក្សរសិល្ប៍រឿងទុំទាវរឿងប្រវេសន្តរនិងរឿងរាមកេរ្តិ៍នេះប្រភេទប្រធានអក្សរសិល្ប៍ដកស្រង់ល្អបងប្អូនអញ្ចឹងយើងចាំជួបគ្នានៅប្រធានហ្នឹងនៅវីដេអូក្រោយអញ្ចឹងថ្ងៃនេះសូមស្លេះប៉ុណ្ណឹងចោះបងប្អូនបាទអញ្ចឹងបងប្អូនយើងចង់បានឯកសារប្រឡងគ្រូប្រឡងបាក់ឌុបឬក៏ចង់រៀនត្រៀមប្រឡងគ្រូកុំភ្លេចតាក់ទងមកខ្ញុំណាខ្ញុំណែនាំជូនអរគុណបងប្អូនយើង